សួស្តីចៅដែលបានរូបភាសាយើងថ្ងៃសុក្រទី26ខែធ្នូឆ្នាំ2025គណិតវិទ្យាថ្នាក់ទី7យើងរៀនអំពីមេរៀនតួចែកនិងពហុគុណតួចែកពេលនេះសំដៅទៅលើតួចែករួមធំបំផុតគេរៀនតួចែករួមធំបំផុតសម្រាប់ធ្វើការសម្រួលប្រភេទពីប្រភេទដែលធំឲ្យទៅជាប្រភេទតូចហើយគេចែកនឹងចំនួនធំតែម្ដងរហ័សទៅដល់កន្លែងប្រភេទតូចដែលមិនអាចបង្រួមបានតទៅទៀតចប់ពហុគុណពេលនេះគេរៀនពីពហុគុណរួមរៀនពីពហុគុណរួមតូចបំផុតសម្រាប់ធ្វើអីជាប្រយោជន៍សម្រាប់ធ្វើភាគបែងរបស់ប្រភេទឲ្យមានភាគបែងដូចគ្នាហើយជាភាគបែងដែលតូចបំផុតតួចែករួមធំបំផុតឲ្យឈ្មោះថា PZCD ពហុគុណរួមតូចបំផុតឲ្យឈ្មោះថា PPCM ដូច្នេះយើងចូលមកក្នុងលំហាត់តែម្ដងហើយសូមជម្រាបថាការបង្រៀនតាម YouTube ទៅកាន់សិស្សភាគសិក្សាដោយសារសង្គ្រាមចោលសៀនវិជ្ជា2អញ្ចឹងយើងនឹងដោះស្រាយតាមវិធីបង្រៀនតាម YouTube ដើម្បីបាញ់ទៅឲ្យចៅហើយលំហាត់លេខ10កញ្ញាវត្តៃចង់កាត់ក្រណាត់មួយផ្ទាំងរាងចតុកោណកាយមានទទឹងប្រវែង24សង់ទីម៉ែត្រនិងបណ្ដោយ56សង់ទីម៉ែត្រដើម្បីធ្វើកូនកន្សែងដៃរាងការ៉េប៉ុនគ្នាដោយមិនឲ្យសល់ចម្រៀកក្រណាត់បើនឹងចង់បានកូនកន្សែងដៃដែលមានទំហំធំបំផុតដែលអាចធ្វើបានតើជ្រុងនៃកូនកន្សែងដៃនោះមានប្រវែងប៉ុន្មាននេះជាសំណួរដែលត្រូវសួរតើជ្រុងនៃកន្សែងដៃដែលគេកាត់បាននោះតើវាមានប្រវែងប៉ុន្មានដូច្នេះគេចង់បែងក្រណាត់ចង់កាត់ក្រណាត់រាងចតុកោណកាយដែលប្រាប់បណ្ដោយប្រាប់ទៅទឹងយកមកធ្វើជាកូនកន្សែងដៃឲ្យបានរាងការ៉េកន្សែងដៃរាងការ៉េគឺពាក្យថាការ៉េគឺ4ជ្រុងស្មើគ្នា4ជ្រុងស្មើគ្នាគេហៅថាការ៉េដូច្នេះកន្សែងដៃយើងនេះវារាងចតុកោណកាយរាងចតុកោណកាយអញ្ចឹងរាងចតុកោណកាយបែបនេះបណ្ដោយមាន56សង់ទីម៉ែត្រ24សង់ទីម៉ែត្រហើយគេចង់កាត់វាកាត់ជាកូនកន្សែងដៃតូចកាត់ជាកូនកន្សែងដៃតូចយកកណាត់មកផ្ទាំងហ្នឹងកាត់ជាកូនកន្សែងដៃតូចឲ្យបានជារាងការ៉េប៉ុនគ្នាហើយដែលមានជ្រុងធំបំផុតតើជ្រុងធំបំផុតនោះមានប្រវែងប៉ុន្មានទៅជ្រុងកូនកន្សែងដៃនេះជ្រុងរបស់វានេះហៅជ្រុងបើសួរជ្រុងការ៉េនេះណានេះចង្អុលនេះគូពីនេះមកដល់នេះទៅចិត្តចង្អុលកន្លែងទៅនេះកន្លែងនេះគេហៅថាមុំកាយអញ្ចឹងជ្រុងគឺចាប់ពីទៅនេះមកដល់ត្រង់នេះគេហៅជ្រុងរីបណ្ដោយចតុកោណកាយចាប់ពីត្រង់នេះមកដល់ត្រង់នេះគូលើនឹងមកនេះបណ្ដោយនឹងឯងគឺជ្រុងដែលវែងហៅថាបណ្ដោយចតុកោណកាយណាជ្រុងដែលវែងគេឲ្យឈ្មោះថាបណ្ដោយហើយជ្រុងដែលខ្លីចាប់ពីនេះមកដល់ត្រង់នេះនេះជ្រុងនេះចាប់ប្រវែងប៉ុណ្ណឹងមកជ្រុងខ្លីហ្នឹងហៅថាតូតឹង24សង់ទីម៉ែត្របណ្ដោយ56សង់ទីម៉ែត្រដូច្នេះដើម្បីចង់ធ្វើជាកូនកន្សែងដៃរាងការ៉េចៅត្រូវបែងនេះ
bài ở smart kia provide vía ở smart kia bó này ở smart kia chẳng có muối như cặpประมาณ chẳng đó vì bài buồn như cặp chung kia chẳng á anh ấy nhưng thương mà nè muối vì thư chung liền cho này ní ban cungเป็นสายđại mùi rồi đấy ban cungเป็นสายđại mùi rồi nhưng mà phần đơn ban cungเป็นสายđại mùi đam bay cắt cungเป็นสายđại ta khang này trâu bay và chung nè provide ประมาณ ให้เจ้าคันไหนหมอ provide ประมาณ này Kare cứ bà khơi provide một chung khả năng điểm mát khả năng có smart khả năng đại pro kare miền chung smart khả năng đôi chân đam mê cắt là nát đi cả mọi ở sau cả mọi công oi về sau mình oi sau chùm riêng cả nát được cắt ấy ban chia kare pon khả năng bài nâng kịch rồi rót thang đói trọc bái bia chỉประมาณ จำได้ នេះ 1 จำได้ 2 จำได้ 3 จำได้ 4 จำได้ ស្មើគ្នា ចុះខាងទៅទឹង 1 ចំណាយ 2 ចំណាយ 1 ចំណាយ 2 ចំណាយ 3 ចំណាយ ចឹងមកឧទាហរណ៍នេះណា ឥឡូវយើងមើល ដើម្បីបាយខាងនេះ គេត្រូវរកតួចែករួមធំបំផុតតើយើងចែកវា នឹងប្រមាណចាយនឹងប្រមាណយើងត្រូវរកតួចែករួមដើម្បីចង់បានកូនកន្សែងដៃរៀង Kare đại miến chung thông bọc phót ở miền chung thông phót nút kê trâu rô pê CD រតួចែករួមធំបំផុតនេះហៅតួចែករួមធំបំផុតរបស់ 24 ហើយនឹង 56 នេះ 24 និង 56 តាម PCD របស់ 24 56 គឺស្មើនឹងប៉ុន្មានទៅស្មើប៉ុន្មានដើម្បីរកតួចែករួមធំបំផុតរវាងប្រវែងទៅទឹង 24 ហើយនឹងបណ្ដោយ 56 សង់ទីម៉ែត្រ យើងត្រូវរកតួចែករួមធំបំផុតអញ្ចឹងខាងនេះតួចែករួមធំបំផុតនេះអាប្រវែងប៉ុណ្នេះហើយប្រវែងប៉ុណ្នេះមានប្រវែងម៉ានរកតួចែករួមធំបំផុតរបស់វាទៅដើម្បីរកតួចែករួមធំបំផុតដែលឲ្យឈ្មោះថា PCD គេត្រូវបំបែកចំនួនទាំងនោះជាផលគុណកតាបឋម 24 បំបែកវាជាកតាបឋមមកឃើញលេខគូនៅខាងចុងអញ្ចឹងចំនួនបឋមត្រូវចែកពីតូចទៅធំលុះត្រាណាតែអស់លទ្ធភាពអាតូចគឺគេទៅរកអាមួយទៀតអាមួយទៀតទៅមិនរួចគេទៅរកអាមួយទៀតដូច្នេះចំនួនបឋមគឺផ្ដើមដោយចំនួនបឋមដំបូងគឺលេខ 2 ចែក 2 បាន 1 ពីដល់ 2 ពីដល់ 2 សល់ 0 ទៅលេខ 4 4 ចែក 2 បាន 2 12 ចែក 2 ទៀតបាន 6 6 ចែក 2 ទៀតបាន 3 2 អស់លទ្ធភាពហើយបានឡើងមកចំនួនបឋមបន្ទាប់ពី 2 គឺចំនួនបឋម 3 3 ចែក 8 បាន 1 ឃើញ 1 អស់ហើយបានយើង 56 លេខគូនៅខាងចុង
ចែកដាច់នឹងចំនួនបឋម2ចែក5ចែក2បាន2 2 2ដង4សល់1ទម្លាក់6 16ចែក2បាន8 28យើងចែក2ទៀតដោយសារខាងចុងមានលេខគូចែក2ទៀតមកចែក2បាន1 1ដល់2 2ដល់2 0ទម្លាក់8 8ចែក2បាន4បាន14លេខគូទៀតចែក2 14ចែក2បាន7 ដូច្នេះឡើងពី2មកគឺចំនួនបឋម3 7ចែក8អត់កើតទេបានឡើងមកទៀតចំនួនបឋម5 5ក៏ចែកមិនដាច់ដែរ7ចែក5មិនដាច់ទេឡើងមកដល់7 7ចែក7ដាច់ចែកនឹង7បាន1អស់ដូច្នេះ24នេះយើងបានបំបែកជាផលគុណកតាបឋម1 2 3 2នេះមាន3កតាគុណជាមួយនឹង3មកកតានេះ2មាន3កតាយើងដាក់ស្វ័យគុណ3ចំណែក56 2នេះមាន3កតាដែរ56នេះ2មាន3កតាដែរគុណនឹង1កតាទៀតនេះ7គុណនឹង7 2ស្វ័យគុណ3មានន័យថាប្រមាណ2គុណ2 4 4 2ដង8 8គុណជាមួយនឹង3ខាងណា2ស្វ័យគុណ3អញ្ចឹងមានន័យថា8 8គុណនឹង7 8 7ដល់56ឃើញណាដូច្នេះដើម្បីរកផលគុណកតាបឋមគេត្រូវជ្រើសរើសកតាបឋមរួមគុណទីត្រូវជ្រើសរើសកតាបឋមរួមគុណបញ្ចូលគ្នារីឯកតាបឋមមិនរួមទុកចោលដើម្បីរកម្ដងទៀតដើម្បីរក PCD រកតួចែករួមធំបំផុតបំបែកចំនួននោះជាផលគុណកតាបឋមគេជ្រើសរើសកតាបឋមរួមដែលមាននិទស្សនតូចបំផុតគុណបញ្ចូលគ្នាចំណែកអកតាមិនរួមគេទុកចោលអញ្ចឹងយើងមើលកតាបឋមរួមនេះហើយមានកតាបឋមរួមទៀតទេអត់ទេអានេះរបស់មិនរួមអញ្ចឹងទុកចោលអញ្ចឹងមានតែ2ស្វ័យគុណ3តែ1កតាហ្នឹងតែ1កតាអានេះ2ស្វ័យគុណ3និង2ស្វ័យគុណ3រួមអញ្ចឹងគេយកតែ1មកយកតែ1មកមិនមែនយកទាំង2ទេណា2ស្វ័យគុណ3 2ស្វ័យគុណ3មានន័យថាប្រមាណតើមានន័យថា5 3មានន័យថា8ដើម្បីរក PCD នៃ2ចំនួនឬក៏ច្រើនចំនួនគេត្រូវបំបែកចំនួនទាំងនោះជាផលគុណកតាបឋមហើយជ្រើសរើសកតាបឋមរួមទាំងអស់គុណបញ្ចូលគ្នាចំពោះកតាបឋមរួមគេជ្រើសរើសយកកតាបឋមរួមណាដែលមាននិទស្សនតូចបំផុតគេយកកតាបឋមរួមទាំងអស់គុណបញ្ចូលគ្នារីកតាបឋមមិនរួមទុកចោលអានេះមិនរួមទុកចោលយកតាកតាបឋមរួមមកយកអាណាដែលមាននិទស្សនតូចបំផុតចានេះរួមមានតែ2ស្វ័យគុណ3មានដល់2 1 2អញ្ចឹងគេយកតែ1មកអត់មានបាច់គុណជាមួយណាទេយកកតាបឋមរួមទាំងអស់គុណបញ្ចូលគ្នាចុះបើមានតែ1មាន1យកតែ1អញ្ចឹងមកគឺ2ស្វ័យគុណ3អញ្ចឹងស្មើនឹង5 3ស្មើនឹង8ដូច្នេះអាខាង24គឺ8គុណ3អញ្ចឹងខាងនេះយើងត្រូវបែងជា3បែងជា3ចំណែក1ចំណែក2ចំណែក3ចំណែកចុះខាងណាគឺយើងដឹងជ្រុងហើយជ្រុងគឺ8សង់ទីម៉ែត្រខាងណា8សង់ទីម៉ែត្រ8សង់ទីម៉ែត្រគុណនឹង7 8 7ដល់56អញ្ចឹងបែងវាជា7ចំណែក1ចំណែក2ចំណែក
3 ចំណាយ 4 ចំណាយ 5 ចំណាយ 6 ចំណាយ 7 ចំណាយ 1 ចំណាយគឺមាន 8 សង់ទីម៉ែត្រ ผมមាន 8 សង់ទីម៉ែត្រ នេះជាគោលកន្សែងដៃដែលមានជ្រុង 8 សង់ទីម៉ែត្រ ចឹងខាងណាបែងជា 7 ចំណែក 1 2 3 4 5 6 7 8 7 ដង 8 គុណនឹង 7 ដងនេះមកនេះ 8 ខាងនេះ 8 3 ដង 24 ខាងនេះ 8 7 ដង 56 អញ្ចឹងខាងណាត្រូវកាត់ជា 7 ចំណាយ ខាងនេះកាត់ជា 3 ចំណាយមកគេនឹងបានកូនកន្សែងដៃដែលមានជ្រុងធំបំផុតគឺជ្រុង 8 សង់ទីម៉ែត្រ ដូចនេះយើងឆ្លើយមកដូចនេះកូនកន្សែងដៃកូនកន្សែងដៃនោះកូនកន្សែងដៃរាងការ៉េនោះមានជ្រុងធំបំផុតគឺ 8 សង់ទីម៉ែត្រ មានកូនកន្សែងដៃរាងការ៉េនោះមានជ្រុងធំបំផុតគឺ 8 សង់ទីម៉ែត្រ ដូចជាចំណោទលេខ 10 ត្រូវបានដោះស្រាយចប់សពគ្រប់ចៅចម្លងចូលទៅក្នុងសិភៅកិច្ចការរបស់ចៅចុះកុំភ្លេចឃើញបានឃើញហើយបានស្ដាប់កុំសន្មតថាយល់ណាចៅណាហាត់ធ្វើរកកន្លែងស្ងាត់រកកន្លែងសំគួរហាត់ធ្វើឡើងវិញរួចហើយបើកកំណែតាពិនិត្យផ្ទៀងផ្ទាត់គ្នាចឹងចៅចម្លងចុះយើងចូលមកដល់ចំណោទលេខ 11 ជាចំណោទបញ្ចប់នៅមេរៀនស្ដីអំពីតួចែកនិងពហុគុណចប់ត្រឹមលំហាត់លេខ 11 ទំព័រទី 24 ណាលំហាត់លេខ 11 ទំព័រ 24 លេខ 11 នាឡិការោក្នុងរយៈពេលខុសគ្នានាឡិការោក្នុងរយៈពេលខុសគ្នានាឡិកាទី 1 រោរៀងរាល់ 10 មីនុតម្ដងនាឡិការោទាំងអស់មាន 3 នាឡិការោ3 ក្នុងនាឡិការោ 3 ក្នុងរយៈពេលខុសគ្នានាឡិកាទី 1 រោរៀងរាល់ 10 មីនុតម្ដងនាឡិកាទី 2 រោរៀងរាល់ 15 មីនុតម្ដងនិងនាឡិការោទី 3 រោរៀងរាល់ 20 មីនុតម្ដងចូលរយៈពេលខ្លីបំផុតដែលនាឡិកាទាំង 3 រោព្រមគ្នាម្ដងទៀតបន្ទាប់ពីវាបានរោព្រមគ្នាម្ដងរួចមកហើយចូលរ
រយៈពេលដែលនាឡិកាទាំង3រោព្រមគ្នាម្ដងទៀតក្រោយពេលដែលវាបានរោព្រមគ្នាម្ដងរួចមកហើយដូច្នេះដើម្បីរកថាតើវាមានរយៈពេលនាឡិកាទី1ត្រូវមានប៉ុន្មាននាទីទើបវាចាប់រោប៉ុន្មាននាទីទៀតទើបវាត្រូវរោម្ដងទៀតហើយអានាឡិកាទី2ត្រូវប៉ុន្មាននាទីទៀតទើបវាត្រូវរោព្រមគ្នាជាមួយនឹងនាឡិកាទី1ទី3ដូចគ្នារករយៈពេលប៉ុន្មាននាទីទៀតទៅប្រហែលនាទីទៀតក្រោយពីវារោម្ដងហើយអញ្ចឹងនាឡិការោលើកទីប្រមាណដែលវាត្រូវរោឲ្យព្រមគ្នាវាត្រូវរោឲ្យព្រមគ្នាតើលើកទីប្រមាណអញ្ចឹងយើងត្រូវរករយៈពេលដែលវាត្រូវចាប់ផ្ដើមរោទាំង3ព្រមគ្នាតែម្ដងមិនដឹងថាវាលើកទីប្រមាណទេដូច្នេះបែបនេះគេត្រូវរកពហុគុណរួមនៃ10 15ហើយនឹង20នឹង20យើងរករយៈពេលខ្លីបំផុតដែលនាឡិកាទាំង3រោព្រមគ្នាម្ដងទៀតរោព្រមគ្នាម្ដងទៀតរោព្រមគ្នាម្ដងទៀតនោះគេត្រូវរកPPCM នៃ10 15ហើយនៅ20គឺស្មើបានអ្វីទៅហៅថា PPCM គឺជាពហុគុណរួមតូចបំផុតរោគគុណរួមតូចបំផុតអានឹងហើយគឺជារយៈពេលខ្លីបំផុតដែលគេត្រូវការរោគនេះរយៈពេលខ្លីបំផុតមានន័យតូចបំផុតហ្នឹងហើយរយៈពេលតូចបំផុតលុះត្រាណាតែយើងរក PPCM របស់វាហៅថាពហុគុណរួមតូចបំផុតរបស់10 15 20ហើយដើម្បីរកពហុគុណរួមតូចបំផុតរបស់10 15 20គេត្រូវបំបែកចំនួនទាំងនោះជាផលគុណកតាបឋមរួចហើយជ្រើសរើសកតាបឋមរួមគុណនឹងអាមិនរួមមិនដូចអា PZCD ទេចំពោះកតាបឋមរួមយកកតាណាដែលមាននីតិសន្នធំបំផុតមិនមែនតូចបំផុតដោយអា PZCD ទេព្រោះគុណរួមតូចបំផុតគឺយកផលគុណកតាបឋមរួមដែលមាននីតិសន្នធំបំផុតហើយយើងធ្វើមើល10បំបាយជាផលគុណកតាបឋមនេះបាន2 5 10ចែក2ឲ្យ5មានតែចាយនឹង5ខ្លួនឯង5ក៏បឋមដែរចំនួនបឋមហ្នឹងហៅថាបំបាយវាជាចំនួនបឋម5ចែក5បាន1ឃើញ1ឈប់ហើយបាន15យើងឃើញថាវាចែកដាច់នឹង5តែគេអត់យកទេព្រោះវារំលងអា3 15នេះអាចចែកដាច់នឹង3អញ្ចឹងគេយកអា3នេះបំបែកជាផលគុណកតាបឋមគេត្រូវបំបែកពី
តទៅធំលុត្រាណាតែតូចវាអត់មានលទ្ធភាពទៅតអាមួយទៀតអាមួយទៀតគ្មានលទ្ធភាពទៅតអាមួយទៀត15ចែក3បាន5នេះមានតែចែក5ខ្លួនឯង3អស់លទ្ធភាពហើយឃើញទេអញ្ចឹងមក5ចែក5បាន1អញ្ចឹង20បាយជាផលគុណកតាបឋមកតាបឋមដំបូង2លេខ0ចុងគឺចែក2ដាច់លេខ0ចុងនេះចែក5ដាច់តែគេមិនយកទេពីព្រោះរំលងអា2ហើយអញ្ចឹងគេចែកនឹង2ចែក2អា1ដល់2 2ដល់2 0ទៅលេខ0បាន0 20ចែកនឹង2បាន10ចែក2ទៀតបាន5ចែក3មិនកើតទេអញ្ចឹងរំលងអា3ទៅបានគេតអា5ហ្មងឃើញទេតែបើ3មានលទ្ធភាពគឺគេយកអា3អត់យកអា5ទេលុត្រាណាតែអាតូចហ្នឹងវាអត់មានលទ្ធភាពគេរំលងតមួយទៀតមកដូច្នេះគេសរសេរ10ស្មើនឹង2គុណនឹង5 15ស្មើនឹង3គុណនឹង5 20ស្មើនឹង2ការ៉េគុណនឹង5គេត្រូវយកកតាបឋមរួមគុណនឹងកតាមិនរួមចំពោះកតាបឋមរួមយកកតាណាដែលមាននីតួសន្ធំអញ្ចឹងគេបានអានេះ1កតារួមយក1មក5គុណជាមួយអាមិនរួមយើងឃើញអានេះរួមបានតែ2អានេះអត់អញ្ចឹងអានេះចាត់ទុកតែកតាមិនរួមអញ្ចឹងគេយកអាណាគេយកអា2ស្វ័យគុណនេះយកអាណាធំនេះ2ការ៉េគេយកអានេះទេគេយកអានេះកតាដូចគ្នាយកអាណាដែលធំកតាដូចគ្នាយកអាណាដែលមាននីតួសន្ធំអានេះនីតួសន្ធំអានេះនីតួសន្វាតែមួយអញ្ចឹងយកអានេះអានេះមិនរួមទៀតហើយអញ្ចឹងគុណជាមួយ3អញ្ចឹងស្មើ5 2ការ៉េនេះគឺ4ហើយគុណនឹង3ស្មើនឹង5ដល់20 23ដល់60ដូចនេះPCM របស់10 15 20ដែលត្រូវការរកគឺ60គឺ60បន្ទាប់ពីវារੂបានម្ដងហើយអញ្ចឹងតើលើកទីប្រមាណដែលអាតូចនេះនាឡិកាតូចនាឡិកាទី1ររៀងរាល់10មីនិតម្ដងអញ្ចឹងយើងមើល60ឲ្យយើងយកមកចែកនឹង10អីចឹងចែក10បាន6 6សណ្ដង0សល់0 6ដល់6 6ដល់6សល់0គឺចែកដែរទេនេះមានន័យថារលើកទី6នាឡិកាទី1នេះរលើកទី6វានឹងរព្រមគ្នាចុះអានាឡិកាមួយទៀត60យើងចែកនឹង15មកចែក15 60មាន15មកដល់មាន4ដង4 5ដល់20 20ដល់20 0ត្រាទុក2 4ម្ដង4 2 6 6ដល់6 0នាឡិកាទី2រលើកទី4រលើកទី4ចានាឡិកាមួយទៀតចែកជាមួយនឹង20 60មាន23ដង3 2ដងអត់3ដង0 0ដល់0 0 0 3ដង6 6ដល់6 0នាឡិកាធំរលើកទី3ដូច្នេះអានេះរលើកទី6អានេះរលើកទី4អានេះរលើកទី3អញ្ចឹងនាឡិកាទាំង3ហ្នឹងអាមួយរលើកទី6អាមួយរលើកទី4អាមួយរលើកទី3ពេលនោះវារព្រមគ្នាទៅមករព្រមគ្នាតែម្ដងនាឡិកាទី1ររៀងរាល់10នាទីម្ដង10នាទីម្ដង10នាទីម្ដងរហូតដល់60នាទីគឺវារលើកទី5 1នាឡិកាទី2វាររៀងរាល់15នាទីម្ដង15នាទីម្ដង
chớ rô lơ tí buồn lơ tí buồn đọc pram nê tí rô mà đón đọc pram nê tí rô mà đón cướp học sắp mình nốt cứ về rô lơ tí buồn trong này nè cả tí bảy mà phây nè tí rô mà đón mà phây nè tí rô mà đón phây nè tí rô mà đón cướp học sắp nè tí cứ về rô lơ tí bảy bê nút mùi rô lơ tí mùi mùi rô lơ tí bốn mùi rô lơ tí bảy bê nút ái rô prôm nì đôi trái miền này thằng này là cả tẻng bảy nút về rô prôm kia không là dễ bê khay bằng phót cứ mùi màu học sập mình nút đấy miền này thằng muối màu mùi màu dừng bật chọn mở đôi nỉ rồi dễ bê khay bằng phót đá nia lịch cà chẳng bay tiền lịch cà chẳng bay rô prôm khía cứ đôi ní thì gia tê khay một phát đại nia ca chẳng bay rô prôm khía cứ hóc sắp mình nốt rứ muối màu rứ mùi màu rứ mùi màu đôi trái nia ca rô tầng bay về rô prôm khi mà đòn rồi tờ hải chẳng Kroi pi về rô ba mà đòn hải rồi dắt tê khay bằng phót cứ trầm mùi mau từ về rô prôm khi mà đòn tiền đòi nia ca tí muối rô lơ tí bò muối nia ca tí pi rô lơ tí bốn nia ca tí bay rô lơ tí bay pê nút cứ rồi dắt miên rồi dắt pê khay bằng phót mùi máu anh rô bàn buồn đón mùi thi rô bàn mùi rô bàn và mùi đó mùi rô bàn buồn đó mùi rô bàn bay đó chẳng trong còi những cứ rô prôm khnia chia chầm lái để dương trao cá rô đôi trái chào chào tầng ná ai comment xua ta bàn cùng khơi bàn sạp bàn duol hai ọt được vọt ọt phơ xa thay làng vinh đời khuôn ái nụ kìm hào thả xoay sắc xa thì chô chào cùng chân là hát xoay sắc xa làng vinh rồi hát bác cầm nái rồi bọc tá mơ đôi chứ đấy lòng hát mê riêng ní bạch chót trầm đi nào hàng trói ní mê riêng hàng trói ní dương nâng riêng ông phí chùm luôn rư lá tịp số ọ cùng